Hello ដូចជាសួស្តីអ្នកនរគ្នាវិលត្រឡប់មកជួបជាមួយនឹង Admin សាជាថ្មីស៊ូគីហើយថ្ងៃនេះយើងមកបន្តនៅសាច់រឿងក៏វិលត្រឡប់មកវិញរបស់កម្ពុជាឃាតកររបស់យើងសាជាថ្មីហើយមុននឹងបន្តនៅវីដេអូរបស់យើងដែរសម្រាប់គ្នាយើងដែលបានទស្សនានៅវីដេអូរបស់នេះហើយកុំភ្លេចចុច like comment subscribe ឲ្យបានច្រើនផងដើម្បីជាកម្លាំងចិត្តឲ្យ Admin ហើយបើសិនជាគ្នាយើងចិត្តល្អអីអ្នកនរគ្នាអាចធ្វើការប៉ាវនៅកាហ្វេឲ្យមានបានតាមរយៈ QR ដែលមានបានដាក់នៅខាងលើវីដេអូនេះបានហើយឥឡូវនេះដែរយើងកុំឲ្យខាត់ពេលរបស់អ្នកនរគ្នាយើងចូលទៅបន្តនៅសាច់រឿងរបស់យើងទាំងអស់គ្នាដែលនៅភាគមុនដែរយើងក៏បានដឹងផងដែរថា Raphael បានបញ្ជូននៅអភ័សរពីរនាក់ឲ្យមកចាត់ការទៅកាន់តួឯកប្រុសរបស់យើងដែលក្នុងចំណោមពីរនាក់នោះយើងក៏បានស្គាល់ម្នាក់ផងដែរគឺជាមនុស្សស្រីដែលគេមានឈ្មោះថាអភ័សរ Matthew ដែលនៅក្នុងពេលនោះដែរពួកគេទាំងពីរនាក់ក៏បានចាត់ការនៅព្រះសង្ឃដែលបានយាមនៅច្រកចូលនោះផងដែរបន្ទាប់ពីចាត់ការរួចនៅពេលនោះដែរ Matthew នឹងក៏បានទៅការប្បួននៅបរិះនោះធ្វើការទៅជួបជាមួយនឹងតួឯកប្រុសយើងទាំងអស់គ្នាដែលនៅម្លងពេលនោះដែរនាងក៏បាននិយាយផងដែរថាគឺនាងពិតជាឆ្ងល់ខ្លាំងណាស់ថាបន្តិចទៀតនេះបន្ទាប់ពីគេបានជួបជាមួយនឹង Peter ម្នាក់ទៀតតើគេនឹងហៅម្នាក់នោះថាយ៉ាងម៉េចបន្ទាប់ពីលើបែបនេះដែរបរិះម្នាក់នោះក៏បាននិយាយទៅកាន់ Matthew ផងដែរថា Peter ម្នាក់ទៀតតើមែនទេបើសិនជានាងហ៊ានហៅខ្ញុំថាជា Peter ម្ដងទៀតខ្ញុំប្រកាសជាសម្លាប់នាងជាមិនខានដែលនៅពេលនោះដែរ Matthew នឹងក៏បានដកនៅកំភ្លើងរបស់នាងទៅការបញ្ជូនទៅកាន់ពោះរបស់បរិះម្នាក់នោះផងដែរដែលនិយាយទៅកាន់គេផងដែរថាលោកសាក់មើលខ្ញុំនឹងទៅការចោះនៅរស់នៅក្នុងពោះរបស់លោកជាមិនខានហើយខ្ញុំពិតជាចង់ដឹងខ្លាំងណាស់ថាកំបិតនៅក្នុងដៃរបស់លោកឬក៏កាំភ្លើងរបស់ខ្ញុំមួយណាវាលឿនជាងបន្ទាប់ពីលើបែបនេះដែរបរិះនោះក៏បានអោនទៅចិត្ត Matthew ក៏ដូចជានិយាយទៅកាន់នាងផងដែរថា Matthew តើនាងចង់សាក់ដែរឬអត់គឺខ្ញុំអាចប្រយុទ្ធជាមួយនឹងនាងដោយប្រើអាវុធបែបណាក៏បានដោយលើបែបនេះដែរនាងក៏បានទៅការដើរចេញពីបរិះម្នាក់នោះដោយនាងក៏បាននិយាយផងដែរថាគឺវាមិនសប្បាយលេងតតែសោះដែលនៅពេលនោះនាងក៏បានសួរទៅកាន់បរិះនោះផងដែរថាបន្ទាប់ពីបញ្ចប់នៅកិច្ចការនេះដែរតែគឺគួរតែទៅណាបន្តទៀតដែលបរិះម្នាក់នោះក៏បាននិយាយផងដែរថាគោលដៅរបស់គេគឺមិនមែនជាតំណែងឬក៏លុយប្រាក់អ្វីនោះទេប៉ុន្តែគោលដៅរបស់គេគឺមានតែមួយគត់នោះគឺសម្រាប់នៅ Peter ហើយយើងមិនដឹងថាបរិះម្នាក់នោះគឺជានរណាហើយមានគំនុំអ្វីជាមួយនឹងតួឯកប្រុសយើងទេបើជាគេចង់សម្លាប់ទៅកាន់តួឯកប្រុសយើងបែបនេះបន្ទាប់មកគេក៏កាត់មកដល់កន្លែងតួឯកប្រុសយើងវិញម្ដងនៅពេលនោះយើងក៏បានឃើញនៅអភ័សរស៊ីម៉ុនគាត់កំពុងតែបង្ហាញនៅក្បាច់ដើររបស់គាត់ឲ្យទៅកាន់ព្រះសង្ឃនៅទីនោះបានឃើញដែលព្រះសង្ឃនោះក៏បានទៅការទៅសើទៅកាន់ក្បាច់ដើររបស់អភ័សរស៊ីម៉ុនរបស់យើងផងដែរដែលនៅពេលនោះដែរក៏មាននៅព្រះសង្ឃអង្គបានទៅការមកសុំទោសទៅកាន់តួឯកប្រុសយើងដោយសារតែអំបីម៉ែនេះដែរគឺគេមិនបានចំណាំទៅកាន់តួឯកប្រុសយើងក៏ដូចជាធ្វើការបើកការវេផាទៅកាន់តួឯកប្រុសយើងដែលតួឯកប្រុសយើងក៏បានប្រាប់ទៅកាន់ព្រះសង្ឃមួយអង្គនោះផងដែរថាគឺវាមិនអីនោះទេគឺវាពិតជាពិបាកណាស់ហើយក៏ដោយសារតែអភ័សរម្នាក់គឺពិបាកក្នុងការបានជួបខ្លាំងមែនទែនដូច្នេះហើយគឺវាគ្មានអ្វីចម្លែកនោះទេដែលព្រះសង្ឃមួយអង្គនោះមិនចំណាំគាត់នោះហើយគាត់ក៏បានទៅការនិយាយអំពីជំនាញនៃការប្រយុទ្ធរបស់ព្រះសង្ឃនោះផងដែរថាជំនាញរបស់គាត់គឺថាពិតជាខ្លាំងមែនទែនបើសិនជាគិតនៅក្នុង system របស់ Glory នោះគឺ rank របស់គាត់មិនក្រោមពី rank 3នោះទេបន្ទាប់ពីលើការសរសើររបស់តួឯកប្រុសយើងបែបនេះដែរព្រះសង្ឃមួយអង្គនោះក៏បានធ្វើការអរគុណទៅកាន់ការសរសើររបស់តួឯកប្រុសយើងផងដែរដែលនៅពេលនោះដែរតួឯកប្រុសយើងក៏បានសួរទៅកាន់ព្រះសង្ឃមួយអង្គនោះផងដែរថាហេតុអីបានជាគាត់មករស់នៅទីនេះអញ្ចឹងព្រោះអីគាត់មាននៅសមត្ថភាពប៉ុណ្នេះដែរគូតែចេញទៅពិភពខាងក្រៅបន្ទាប់ពីលើបែបនេះព្រះសង្ឃនោះក៏បាននិយាយផងដែរថាវាពីព្រោះតែព្រះសង្ឃទាំងអស់នៅទីនេះគឺគេរស់នៅជាមួយនឹងជីវិតទី2របស់គេនឹងឯងបន្ទាប់ពីលើថាជីវិតទី2បែបនេះតួឯកប្រុសយើងក៏រៀងឆ្ងល់ផងដែរដែលនៅពេលនោះដែរព្រះសង្ឃនោះក៏បានធ្វើការរៀបរាប់នៅរឿងអតីតឲ្យតួឯកប្រុសយើងបានដឹងផងដែរគឺកាលពីប្រហែលឆ្នាំមុនគឺនៅពេលដែលពួកគេទៅបំពេញនៅមីសនៅពេលនោះដែរស្ត្រូវក៏បានទៅការដេញតាមវេផាពួកគេដែលពួកគេក៏បានរត់ទៅដល់កន្លែងមួយកន្លែងដែលគេក៏បានចូលជ្រកនៅទីនោះដែលនៅទីនោះដែរគឺថាពោពេញទៅដោយព្រើហើយវាពិតជាត្រជាក់ខ្លាំងមែនទែនដែលពួកគេគ្រប់គ្នាគឺថាអស់សង្ឃឹមបាត់ទៅហើយក៏ដោយសារតែនៅទីនោះគឺមិនអាចតាក់ទងទៅខាងក្រៅបានទេហើយសេតនៈភាពនៅទីនោះគឺវាពិតជាខុសខើខ្លាំងមែនទែនដែលវាគឺថាត្រជាក់យកខ្លាំងតែមែនទែនដោយពួកគេទាំងអស់គ្នាគឺថាអស់សង្ឃឹមក្នុងការបន្តរស់រានមានជីវិតបាត់ទៅហើយប៉ុន្តែនៅពេលដែរគេក៏បានលើសំឡេងនៅស្រាប់ជើងរបស់នរណាគេបានដើរមកដល់ពួកគេគិតថានោះដែរគឺជាស្ទើររបស់ពួកគេដែលបានរកឃើញនៅកន្លែងពួកគេលាក់ខ្លួនដែលគេក៏បានត្រៀមនៅកំភ្លើងដើម្បីត្រៀមនឹងប្រយុទ្ធផងដែរប៉ុន្តែនៅពេលដែលទ្វារបើកមកដែរពួកគេពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលនោះដែរគឺជាកញ្ញាណាថាញើស្រីចាស់របស់យើងឯងដែលធ្វើពួកគេពិតជាមានការភ្ញាក់ផ្អើលក៏ដូចជាធ្វើការសួរទៅកាន់ណាថាញើស្រីចាស់របស់យើងផងដែរថាហេតុអីបានជាគាត់មកទីនេះអញ្ចឹងបន្ទាប់ពីលើបែបនេះដែរណាថាញើស្រីចាស់របស់យើងក៏បាននិយាយផងដែរថា
នេះដែរវាគឺជារឿងដែលគាត់គួរតែធ្វើនឹងឯងហើយចាប់តាំងពីពេលនោះមកគឺថាពួកគេគ្រប់គ្នាក៏បានជ្រើសរើសដើរតាមនៅ Nathaniel ស្រីចាស់របស់យើងដោយសារតែគាត់នេះហើយគឺជាអ្នកជួយសង្គ្រោះទៅកាន់ជីវិតរបស់គេនឹងឯងដោយ Nathaniel ស្រីចាស់របស់យើងគាត់បានទៅការដើរកាត់នៅវាព្រឺដ៏ត្រជាក់ដែលធ្វើឲ្យដៃរបស់គាត់ឡើងចង់រលួយអស់បាត់ទៅហើយនៅពេលនោះដែរ Nathaniel ស្រីចាស់របស់យើងគាត់បានទៅការរៀបចំព្យាបាលទៅកាន់ពួកគេទាំងអស់នៅទីនោះផងដែរបន្ទាប់ពីធ្វើការព្យាបាលរួចក៏ពួកគេនៅតែមិនមាននៅក្តីសង្ឃឹមនោះដែរគឺដោយសារតែទោះបីជានៅពេលនេះរបួសរបស់ពួកគេត្រូវបានព្យាបាលយ៉ាងណាក៏ដោយប៉ុន្តែគឺពួកគេមិនមាននៅអាហារគ្រប់គ្រាន់ដូចជាអាកាសធាតុនៅទីនេះគឺថាវាពិតជាត្រជាក់ខ្លាំងមែនទែនដូច្នេះហើយពួកគេប្រកាសជាស្លាប់ដោយសារតែសីតុណ្ហភាពដ៏ត្រជាក់នេះហើយដែលនៅពេលដែលពួកគេក៏បានធ្វើការនិយាយទៅកាន់Nathaniel ស្រីចាស់របស់យើងផងដែរថាហេតុអ្វីបានជាគាត់មកទីកន្លែងដល់គ្រោះថ្នាក់នេះអញ្ចឹងហេតុអ្វីបានជាគាត់មិនព្រមនៅកន្លែងដែលសុខស្រួលទៅវិញដែលលើបែបនេះដែរ Nathaniel ស្រីចាស់របស់យើងក៏បាននិយាយផងដែរថាតើនេះវាគឺជាកន្លែងដែលគ្រោះថ្នាក់តាមមែនទេការពិតទៅនេះវាមិនមែនជាកន្លែងដែលគ្រោះថ្នាក់នោះទេហើយដោយអ្វីដែលខ្ញុំតែងតែនិយាយអញ្ចឹងគឺខ្ញុំគឺជាអ្នកដែលជ្រើសរើសថាខ្ញុំគួរតែកប់នៅទីណាដោយលើបែបនេះដែរដែលធ្វើឲ្យគេពិតជាមានការឆ្ងល់ខ្លាំងទៅគេក៏បាននិយាយទៅកាន់Nathanielផងដែរថាប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏វានឹងមិនមាននៅអ្វីផ្លាស់ប្ដូរនោះឡើយបន្ទាប់ពីលើបែបនេះNathaniel ស្រីចាស់របស់យើងក៏បាននិយាយផងដែរថាគឺគាត់បានសម្រេចចិត្តរួចហើយគឺកន្លែងដែលគាត់ត្រូវកប់នោះគឺកប់ជាមួយនឹងពួកគេទាំងអស់គ្នានឹងឯងបន្ទាប់ពីឮនៅរឿងទាំងអស់នេះដែរធ្វើឲ្យពួកគេនឹងព្រមដើរតាមNathaniel ស្រីចាស់របស់យើងមកដល់សប្តាហ៍ថ្ងៃនេះនឹងឯងហើយគាត់ក៏បាននិយាយផងដែរថាជីវិតរបស់ពួកគាត់មួយនេះគឺជាជីវិតដែលផ្ដល់ឲ្យដោយ Nathaniel ស្រីចាស់របស់យើងដូច្នេះហើយគឺពួកគេហ៊ានលះបង់ជីវិតដើម្បី Nathaniel ស្រីចាស់របស់យើងគឺពួកគេមិនមានអារម្មណ៍ថាសោកស្ដាយនោះទេបន្ទាប់ពីតួឯកប្រាប់យើងបានដឹងនៅរឿងទាំងអស់នេះហើយក៏បាននិយាយផងដែរថារឿងទាំងអស់នេះដែរគឺជារឿងដែល Nathaniel គេគួរតែធ្វើនឹងឯងហើយនៅពេលនេះគឺគាត់នឹងបកគោនៅ Nathaniel ឲ្យពួកគេមើលថែហើយនៅពេលដែលពួកគេកំពុងតែនិយាយគ្នាដែរនៅពេលនោះពួកគេក៏បានឮនៅសំឡេងអ្វីម្យ៉ាងដែរព្រះសង្ឃមួយអង្គនោះក៏បាននិយាយផងដែរថាមើលទៅមានអ្នកណាមកដល់នៅកន្លែងនេះហើយមើលទៅប្រកាសជាមានកាដូសម្រាប់ពួកយើងជាមិនខានដែលតួឯកប្រាប់យើងក៏បាននិយាយផងដែរថាមើលទៅវាពិតជាល្អខ្លាំងណាស់ដែលនៅពេលនោះដែរព្រះសង្ឃមួយអង្គនោះក៏បាននិយាយទៅកាន់តួឯកប្រាប់យើងផងដែរថាឲ្យគាត់នឹងចាំនៅទីនេះបន្តិចសិនចាំគាត់នឹងទៅយកនៅតែក្តៅឲ្យទៅកាន់តួឯកប្រាប់យើងដែលតួឯកប្រាប់យើងក៏បានអរគុណទៅកាន់ព្រះសង្ឃមួយអង្គនោះផងដែរដែលព្រះសង្ឃមួយអង្គនោះដែរមានឈ្មោះថា Sheun ដែលអត់មានដឹងថាហៅខុសឬក៏ហៅត្រូវទេវាគឺជាឈ្មោះកូរ៉េគឺថាពិតជាពិបាកហៅខ្លាំងមែនទែនបន្ទាប់មកសាច់រឿងរបស់យើងក៏បានកាប់មកដល់ខ្លងទ្វារច្រកចូលវិញម្ដងដល់ពេលនោះយើងក៏បានឃើញនៅមនុស្សជាច្រើនដែលមនុស្សទាំងអស់នេះគឺត្រូវបានបញ្ជូនមកដោយ Glory Club នឹងឯងដែរពួកគេមកទីនេះដើម្បីតាមចាប់នៅតួឯកប្រាប់យើងនៅពេលដែលពួកគេបានមកដល់នៅខ្លងទ្វារច្រកចូលនោះពួកគេក៏បានជួបនៅព្រះសង្ឃពីរអង្គនៅទីនេះផងដែរដែលព្រះសង្ឃពីរអង្គនោះក៏បានធ្វើការសួរនាំទៅកាន់ពួកគេផងដែរថាតើពួកគេទៅណាទាំងកណ្ដាលយប់អាធ្រាត្របែបនេះដែលកន្លែងនេះដែរគឺជាកន្លែងរក្សានៅសុខសន្តិភាពនៅលើភ្នំនេះដូច្នេះហើយពួកគេមិនអាចចូលទីនេះបាននោះទេដោយសារតែព្រះសង្ឃបានសម្រានលក់អស់ហើយដូច្នេះហើយសូមគេនឹងត្រឡប់ទៅវិញទៅចាំត្រឡប់មកវិញម្ដងទៀតនៅពេលក្រោយប៉ុន្តែពួកមនុស្សទាំងអស់នោះគឺថាពួកគេមិនព្រមទេដែលពួកគេមកទីនេះដែរដើម្បីតាមចាប់នៅ Peter បន្ទាប់ពីលើកពីនេះដែរព្រះសង្ឃពីរអង្គនោះក៏បាននិយាយផងដែរថា Peter តាមមែនទេគឺពួកខ្ញុំមិនដែលលើនៅឈ្មោះនេះពីមុនមកនោះទេមើលទៅប្រកាសជាអ្នកទាំងអស់គ្នាមកខុសកន្លែងហើយបន្ទាប់ពីលើបែបនេះពួកគេក៏បានគិតយូរនោះដែរដល់គេក៏បានធ្វើការបើកការវិភាគឲ្យគប់នៅកូនកំបិតមួយទៅកាន់ព្រះសង្ឃមួយអង្គនោះដែរព្រះសង្ឃមួយអង្គនោះគាត់ក៏បានធ្វើការកិច្ចនៅកូនកំបិតរបស់គេបានយ៉ាងងាយស្រួលតែម្ដងដែលធ្វើឲ្យគេពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយយើងក៏បានឃើញនៅឃាតករទាំងអស់នោះផងដែរថារ៉េងរបស់ពួកគេគឺថាមិនទេដែលរ៉េងពួកគេគឺថាចាប់ពីរ៉េង B រ៉េង C ឡើងទៅយកតែម្ដងបន្ទាប់ពីឃើញបែបនេះដែរអបឃាតករម្នាក់នោះវាក៏បាននិយាយទៅកាន់គ្នាវាផងដែរថានៅពេលដែរគឺពួកគេមិនមាននៅពេលច្រើនទេឲ្យពួកគេនឹងចូលទៅបើកការវិភាគទាំងអស់គ្នាយកតែម្ដងទៅដែលនៅពេលដែរព្រះសង្ឃទាំងពីរអង្គរបស់យើងក៏បានបញ្ចេញនៅអាវុធរបស់គាត់ផងដែរដែលម្នាក់ប្រើនៅលំពែងខ្សែជាមួយនឹងម្នាក់ទៀតប្រើជាមួយនឹងដាវដែលនៅពេលដែរព្រះសង្ឃមួយអង្គដែរបានប្រើប្រាស់នៅអាវុធជាលំពែងខ្សែនោះក៏បានទៅការហក់ឡើងលើដូចជាទៅការបើកការវិភាគទៅកាន់ពួកឃាតករទាំងអស់នោះគឺថាការវិភាគមួយគឺថាបានទ្រីបអូខេយកតែម្ដងដែលបានសម្លាប់ទៅកាន់មនុស្ស3នាក់នោះដែលធ្វើឲ្យទាហាននៅទីនោះបានឃើញនៅក្បាច់គុណរបស់ព្រះសង្ឃនៅទីនេះដែលធ្វើឲ្យពួកគេបើជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនចំណែកឯព្រះសង្ឃមួយអង្គទៀតគឺគាត់បានប្រើនៅក្បាច់ដាវដែរត្រូវបានបរៀនដោយ Apostle Simon របស់យើង
បីមិញនឹងឯងដែលគាត់ក៏បានធ្វើការបើកការវិភាគទៅកាន់ក្រុមឃាតករទាំងអស់នោះដែលធ្វើឲ្យពួកគេពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនបន្ទាប់ពីឃើញនៅការវិភាគរបស់ព្រះសង្ឃទាំងពីរអង្គនេះដែលនៅពេលដែលព្រះសង្ឃទាំងពីរអង្គនោះក៏បាននិយាយទៅកាន់ពួកគេផងដែរថានិយាយតាមតង់ទៅទោះបីជាឯងនឹងបូកផ្សំនៅចំនួនមនុស្សដែលឯងសម្រាប់រួមបញ្ចូលគ្នាមកប្រៀបធៀបជាមួយនឹងពួកយើងទាំងពីរនាក់នេះគឺវាមិនអាចប្រៀបធៀបស្មើជាមួយនឹងពួកយើងបាននោះទេហើយនៅពេលនោះគេក៏បានបង្ហាញនៅឈ្មោះព្រះសង្ឃទាំងពីរអង្គនោះផងដែរដែលមួយអង្គគាត់មានឈ្មោះថា Sheon ដែលមួយអង្គទៀតគាត់មានឈ្មោះថា Damwol ដែលនៅពេលដែលក្រុមឃាតករទាំងអស់នោះគឺថាពួកគេពិតជាភ័យខ្លាំងមែនទែនដែលពួកគេប្រងនឹងរត់ផងដែរប៉ុន្តែនៅពេលដែលក៏មាននៅមនុស្សម្នាក់បានដើរមកបន្ទាប់ពីឃើញនៅមនុស្សម្នាក់នោះដើរមកយើងមើលទៅកាន់ក្រុមឃាតករទាំងនោះក៏បានធ្វើការគោរពទៅកាន់មនុស្សម្នាក់នោះផងដែរបន្ទាប់ពីឃើញបែបនេះដែរព្រះសង្ឃទាំងពីរអង្គនោះក៏បានឆ្ងល់ផងដែរថាតើម្នាក់នេះគឺជាមេដឹកនាំរបស់ពួកគេតាមមែនទេហើយក៏បាននិយាយទៅកាន់បរិសម្នាក់នោះផងដែរថាគឺវាមិនទាន់យឺតពេលទេឲ្យគេនឹងឆាប់បន្ទាប់ពីឃើញនៅមនុស្សម្នាក់នោះពេលដែរព្រះសង្ឃមួយអង្គដែលមានឈ្មោះថាចេអូនោះបាននិយាយនៅក្នុងចិត្តថាមើលទៅកាន់គេគឺថាមិនសមជាមេនោះទេមើលទៅកាន់គេដូចជាមិនមាននៅចេតនាក្នុងការសម្លាប់នោះឡើយហើយគេក៏មិនមាននៅអាវុធដែរហើយគាត់ពិតជាឆ្ងល់ខ្លាំងមែនទែនថាតើមនុស្សដូចជាគេនេះគឺជាមេដឹកនាំរបស់ក្រុមឃាតករទាំងអស់នេះបានយ៉ាងដូចម្ដេចតើគេកំពុងតែមានអ្វីលាក់បាំងតាមមែនទេប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅពេលនេះគឺគេមិនមានពេលគិតច្រើនទេដែលនៅពេលដែរព្រះសង្ឃទាំងពីរអង្គនោះក៏បានសម្លឹងមកមុខគ្នាដូចជាទៅការបើការវេបហាទៅកាន់បរិសម្នាក់នោះព្រមគ្នាយកតែម្ដងប៉ុន្តែនៅពេលនោះដែរបរិសម្នាក់នោះក៏បានកិច្ចផុតអំពីការវេបហាលំពែងខ្សែរបស់ព្រះសង្ឃមួយអង្គនោះដែលនៅពេលដែរលំពែងខ្សែមួយនោះវាក៏បានទៅបុកជាមួយនឹងថ្មនៅខាងក្រៅក៏ដូចជាហោះមកប្រនឹងបើកការវិភាគទៅកាន់បរិសម្នាក់នោះវិញប៉ុន្តែនៅពេលនោះដែរព្រះសង្ឃមួយអង្គនោះពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែនៅពេលនោះដែរបរិសម្នាក់នោះក៏បានបញ្ចេញនៅអាវុធរបស់គេដែលជាលំពែងខ្សែនោះផងដែរហើយបន្ទាប់ពីឃើញនៅការប្រើនៅអាវុធលំពែងខ្សែរបស់បរិសម្នាក់នោះហើយដែលធ្វើឲ្យព្រះសង្ឃមួយអង្គដែលមានឈ្មោះថាចេអូននោះពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែសមត្ថភាពនៃការប្រើលំពែងខ្សែរបស់បរិសម្នាក់នោះគឺថាខ្លាំងជាងគាត់ទៅទៀតដែលនៅពេលដែលព្រះសង្ឃមួយអង្គទៀតក៏បានធ្វើការហក់មកបើកការវិភាគទៅកាន់បរិសម្នាក់នោះព្រមគ្នាផងដែរដែលពួកគាត់ក៏បានធ្វើការបើកការវិភាគព្រមគ្នាយកតែម្ដងប៉ុន្តែនៅពេលនោះយើងក៏បានឃើញថាព្រះសង្ឃទាំងពីរអង្គនោះក៏បានត្រូវបរិសម្នាក់នោះចាត់ការបានសម្រេចផងដែរដែលធ្វើឲ្យព្រះសង្ឃទាំងពីរអង្គនោះពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនថាតើបរិសម្នាក់នេះគឺជាណាដែលគាត់អាចធ្វើការប្រយុទ្ធរកឈ្នះបានដែលនៅពេលនោះដែរក៏ឮនៅកូនចៅរបស់បរិសម្នាក់នោះហៅទៅកាន់បរិសម្នាក់នោះថាជាជូដាសបន្ទាប់ពីឮថាជូដាសបែបនេះដែលធ្វើឲ្យព្រះសង្ឃនោះពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហើយបរិសម្នាក់នេះហើយគឺជាមនុស្សដែលគេនិយាយថាគឺជាមនុស្សដែលពូកែបំផុតដែលបានកើតក្នុងអំឡុងពេល5000ឆ្នាំចុងក្រោយនេះដោយសមត្ថភាពរបស់បរិសម្នាក់ដែរគឺថាប្រហាក់ប្រហែលដូចទៅនឹង Peter បាត់ទៅហើយដែលគេក៏ជាអប្សរមួយរូបផងដែរដែលមានឈ្មោះថា Judas Iscariot ហើយនៅពេលនោះដែរយើងក៏បានឃើញនៅមុខមាត់របស់បរិសម្នាក់នោះផងដែរដែលមុខមាត់របស់គេគឺថារាងចំណាស់បន្តិចដែលវ័យរបស់គេស្គាល់ទៅនឹងអប្សរស៊ីម៉ុនរបស់យើងនឹងឯងដែលនៅពេលនោះដែរជូដាសគេក៏បាននិយាយផងដែរថាឥឡូវនេះដល់ពេលត្រូវបញ្ចប់នៅការងារពេញមួយជីវិតរបស់គេនេះហើយមកដល់ត្រឹមនេះដែរសាច់រឿងរបស់យើងនៅភាគនេះក៏បានមកដល់ទីបញ្ចប់តែត្រឹមនេះផងដែរហើយយើងចាំមើលថាតើនឹងមានរឿងអ្វីកើតឡើងបន្តទៀតដូច្នេះមានតែចាំតាមដានទស្សនាជាមួយនឹង admin នៅភាពបន្តទាំងអស់គ្នាហើយមុននឹងបញ្ចប់នៅវីដេអូរបស់យើងដែរសម្រាប់គ្នាយើងដែលតបានចូលនៅក្រុម Telegram របស់ admin ទេកុំភ្លេចធ្វើការជួយ scan ចូលក្រុម Telegram របស់ admin ម្នាក់មួយផងហើយវីដេអូរបស់ admin នៅភាគនេះក៏មានតែប៉ុណ្្នឹងដែរយើងចាំជួបគ្នាបន្តទៀតនៅវីដេអូក្រោយ